មុនពេលដែលខ្ញុំទទួលបាននំមួយដុំខ្ញុំត្រូវអរគុណគេជាមុនសិនចុះទម្រាំយើងទទួលបានសន្តិភាពរុងរឿងកិត្តិយសនៅលើឆាកអន្តរជាតិតើយើងត្រូវលះបង់អ្វីខ្លះជំរាបសួរបងប្អូនមុនដំបូងខ្ញុំសូមគោរពដឹងគុណចំពោះវីរៈកងទ័ពជួរមុខនិងប្រជាជនស្លូតត្រង់របស់យើងដែលបានពលីដើម្បីជាតិមាតុភូមិគួរឲ្យស្ញប់ស្ញែងគុណបំណាច់របស់អស់លោកគឺជាចំណែកនៃការរក្សាផែនដីនេះសម្រាប់អ្នកជំនាន់ក្រោយបានរស់នៅនិងមានឱកាសបន្តបេសកកម្មរបស់យើងរៀងខ្លួនយើងខ្ញុំនឹងរំលឹកដល់គុណរបស់លោកទាំងឡាយពេញមួយថ្ងៃគ្រប់គ្នាចំណាយពេលជាមួយនឹងព័ត៌មានដោយអារម្មណ៍ផិតភ័យបងប្អូនជីវិតឯណាមានតែសុខគ្មានទុក្ខសន្តិភាពឯណាបានមកដោយមិនចាំបាច់ធ្វើសង្គ្រាមមិនមែនយើងស្រឡាញ់សង្គ្រាមទេតែពិភពលោកនេះគឺអញ្ចឹងសេចក្តីទុក្ខលំបាកលើកនេះគឺជាសេចក្តីទុក្ខរួមរបស់ជាតិខ្មែរទាំងមូលហើយសេចក្តីទុក្ខលើកនេះក៏ជាសេចក្តីសុខរួមរបស់ខ្មែរទូទាំងប្រទេសនៅថ្ងៃខាងមុខដែរមេរៀនលើកនេះគឺចូលមកបង្រៀនឲ្យជាតិសាសន៍របស់យើងដែលធ្លាប់តែបែកបាក់ឲ្យចេះស្រឡាញ់គ្នាឡើងវិញចេះជួយគ្នាចេះរួមចិត្តតែមួយនៅក្នុងគ្រាដែលពួកយើងមើលឃើញថាក្រៅតែពីជាតិសាសន៍យើងគ្មានជាតិសាសន៍ផ្សេងឯណាមកខ្វាយខ្វល់ពីយើងទេនេះជាមេរៀនដែលជនជាតិខ្មែរយើងត្រូវតែតស៊ូជំនះរាល់ឧបសគ្គទាំងអស់ជុំគ្នាមុនពេលយើងស្គាល់នៅសន្តិភាពនិងការរីកចម្រើនដែលរងចាំយើងនៅខាងមុខខ្ញុំនៅចាំបានរឿងតូចមួយកាលពីខ្ញុំនៅវ័យកុមារមុនពេលដែលខ្ញុំទទួលបាននំមួយដុំខ្ញុំត្រូវតែអរគុណគេជាមុនសិនចុះទម្រាំយើងទទួលបានសន្តិភាពរុងរឿងកិត្តិយសនៅលើឆាកអន្តរជាតិតើយើងត្រូវលះបង់អ្វីខ្លះពាក្យចាស់បុរាណខ្មែរយើងពោលថាលំបាកមុនស្រណុកតាមក្រោយគឺជាការទូមានកូនចៅឲ្យចេះតស៊ូមុននឹងទទួលបានសេចក្តីសុខក្សេមក្សាន្តព្រោះលោកដឹងថាបើកូនមិនរឹងមាំតើពួកគេរស់យ៉ាងម៉េចទៅនៅពេលអនាគតឧបសគ្គលើកនេះយើងនៅមានអិសរជនឆ្នើមជាអ្នកធ្លាប់មានបទពិសោធន៍ក្នុងសង្គ្រាមសម្បូរយុទ្ធសាស្ត្រកំពុងជួយបង្រៀនយើងឲ្យចេះដោះស្រាយបញ្ហាដោយខ្លួនឯងចេះរស់ដោយខ្លួនឯងហើយរស់ឲ្យសមជាជាតិសាសន៍ថ្លៃថ្នូរនៅថ្ងៃខាងមុខឆ្លងផុតលើកនេះកម្ពុជានឹងស្គាល់នៅភាពរុងរឿងយូរអង្វែង